John Legend Model គឺយើងនិយាយអំពី C function pointer and structure ហើយក្នុងចំណុចនេះដែរយើងមាន content របស់យើងគឺដូចជា function pointer C callback function C structures C nest structures C unions C type def is struct C struct alignment and pairing ហើយចូលដល់ចំណុចទី1របស់យើងគឺ function pointer Define the function pointer. A function pointer is like a normal pointer, but instead of pointing to a variable, it points to a function. You mean that function get viết trong all tới variable này cứ viết trong all tới function. This means it stores the address of a function, allowing you to call that function using a pointer. Yes, we are the address. Function របស់យើងហើយទុកឲ្យយើងហៅ function ហ្នឹងមកប្រើដោយប្រើ pointer បើនិយាយឲ្យស្រួលស្ដាប់យើងទៅក្នុងជីវិតយើងទៅយើងដូចជាមាន party ហើយយើងមាន pizza party pizza ច្រើនហើយយើងចង់ហៅមិត្តភ័ក្តិដើម្បីចូលរួម party របស់យើងមិនយក pizza ទៅឲ្យដល់មុខផ្ទះគេទេប៉ុន្តែយើងប្រាប់ពួកគេទាំងអស់គ្នានៅ address របស់យើងឲ្យគេមករកទីតាំងរបស់យើងវិញដោយអាហ្នឹងក៏ដូច pointer ដែរឲ្យអ្នកហៅ pointer ហ្នឹងមករក address របស់ function របស់យើងហើយការប្រើ function គឺវាហើយដោយ function ទាំងមូលវាត្រូវការ memory ច្រើនដោយបើយើងប្រើ pointer វាត្រូវការ memory តិចគឺវាយកតែ function នឹងធ្វើឲ្យគេដែរហើយយើងមើល syntax របស់ pointer របស់យើងចាប់តាមពី return type ដោយបន្តមកយើងមានផ្កាយហ្នឹងជាសញ្ញាបញ្ជាក់ថាអាហ្នឹងជា pointer name ផ្កាយ pointer name បន្ទាប់មកវាយក parameter ក្នុងឧទាហរណ៍នេះយើងមាន return type របស់យើងគឺ integer ផ្កាយហើយនឹង ptr ដោយឈ្មោះយើងដាក់ឈ្មោះ pointer របស់យើងដាក់អីក៏បានដែរតែក្នុងករណីនេះយើងដាក់ ptr គឺ pointer ហើយវាយកនៅ integer ចំនួន2ជឿដល់ចំណុចមួយទៀតយើងរបៀប assign function ទៅនឹង pointer យើងអាចសរសេរបានពីររបៀបគឺ pointer ស្មើនឹង ឈ្មោះរបស់ function ឬក៏ pointer ស្មើនឹង n ហើយនឹងឈ្មោះ function ព្រោះវាដូចគ្នាទេវាដំណើរការដូចគ្នាហើយរបៀបហៅ function through a pointer ហៅ function ដោយ pointer យើងអាចហៅបានពីររបៀបដូចគ្នាដែរយើងហៅវាជាឈ្មោះរបស់ pointer របស់យើងហើយនឹងargument ហើយមួយទៀតយើងអាចប្រើផ្កាយឈ្មោះរបស់ pointer ដោយអំពត់ដោយវងកញ្ចក់ដល់មក argument ពីច្រើនយើងប្រើផ្កាយដើម្បីកុំឲ្យយល់ច្រឡំនឹង variable ផ្សេងទៀតហើយយើងដឹងថាអាហ្នឹងជាឈ្មោះរបស់ pointer ហើយវាជា pointer ហើយចំណុចមួយទៀតគឺឧទាហរណ៍របស់ pointer របស់យើងមាន function មួយដែលបុកលេខ2 integer ab return ab យើងមានpointer របស់យើងផ្កាយ pointer ដែលយក integer ចំនួន2ស្មើនឹងឈ្មោះរបស់ function add ដែល pointer របស់យើងតមកយើងអាចបញ្ជា integer អីបានដែរតែក្នុងករណីនេះយើងដាក់ resolve
ដាក់លទ្ធផលស្មើនឹង pointer ហើយនឹង argument តែតមកពេលយើង print result ទៅវាចេញដូចតែ function បូកលេខរបស់យើងដូចគ្នាទេ5 + 3 ស្មើនឹង8 result នៅក្រោមតមកខាង period ជាឈ្មោះរបស់ function គេបញ្ជាក់នេះហើយនឹងឈ្មោះរបស់ function និង argument អានេះរបៀបហៅ period 5 integer a b integer b 3អានេះជារបៀបហៅ pointer មកប្រើចូលដល់ចំណុចមួយទៀតគឺរបៀប passing a function as an argument យើងអាចប្រើ function pointer របស់យើងជា argument ក្នុង function ផ្សេងក៏បានដែរ function pointer can be passed to other functions this is called a callback ទៅពេលយើងប្រើ pointer ក្នុង function ផ្សេងទៀតគេហៅអាហ្នឹងថា callback it allows a function to call another function that you provide as input យើងអាចប្រើ function នៅក្នុង function ហើយវាយ៉ាងទៅវាដូចជា for តែអាហ្នឹងវាយើងអាចប្រើ function មួយនៅក្នុង function មួយទៀតដូចឧទាហរណ៍យើងមាន void function របស់យើងគឺ greet morning ហើយនឹង greet evening ដែលវា print good morning ហើយនឹង good evening ហើយយើងមាន void function មួយទៀតគឺ void read ដែលក្នុង parameter វាក្នុង argument វាគឺមាន pointer របស់យើង pointer របស់យើងគឺ void function void ផ្កាយហើយនឹង function ដែលឈ្មោះ parameter យើងគឺឈ្មោះ function ហ្នឹងឯងហើយនឹងវងចោល void អត់មានអីក្នុងហ្នឹងទេអត់មាន parameter ក្នុងហ្នឹងទេតមកវាហៅ pointer របស់យើងមកប្រែដែលក្នុងករណី main យើងប្រើ greet void greet ហើយក្នុង void function របស់យើងហៅ function ផ្សេងមកប្រើក្នុង function greet ហ្នឹងដូចក្នុងករណីនេះយើងហៅ function greet យើងហើយក្នុង function greet យើងក្នុង argument ហ្នឹងយើងហៅ argument function greet morning ហើយនេះហៅ greet evening បានហើយវាចេញ result ណា printf function ខាងលើរបស់យើង here greet takes another function as a parameters and call it. This is commonly used in event-driven programs or libraries that need user-provided callback function. យើងប្រើ pointer passing function as an argument ហ្នឹងពួកប្រភេទ event-driven program ពួកដែលយក user input ពួកដែល function ផ្លាស់ប្ដូរដោយករណីណាមួយយើងប្រើ pointer វាល្អហើយចូលដល់ចំណុចមួយទៀតគឺ function pointer array function pointer array you can also store several function pointers in an array so you can choose which function to run while the program is running មានន័យថាយើងអាចផ្ទុកនៅ pointer ជាច្រើននៅក្នុង array ដែលយើងអាចរើសបានថា function ណាត្រូវរត់ពេល program យើងកំពុងដំណើរការក្នុងឧទាហរណ៍នេះយើងមាន function 3 function ដែល function មួយយើងតាមមកយើងឈ្មោះ function add subtract and multiply តែ function នេះឧទាហរណ៍យើង function add យើង print add subtract យើង print subtract ហើយនឹង multiply យើងអាចប្រើ pointer របស់យើងជា array ក៏បានដែរយើង array យើងមាន3 element 3តួ3 element ក្នុង pointer របស់យើង pointer operation ដែលវាមាន3 element គឺ add subtract ហើយនិង multiply ដើម្បីយើង print នៅ result របស់យើងត្រូវប្រើ loop យើង loop 3ដងដោយសារយើងមាន3 element យើង loop operation e យើង loop pointer យើងតើមកយើងចេញឆ្លើយមកយើង loop function ម្ដងមួយគឺយើងចេញ print ម្ដងមួយអាហ្នឹងជារបៀប loop របស់ pointer របស់យើង
loop ជា array យើងអាចចំណុចមួយទៀតគឺ function pointer versus normal function ហេតុអ្វីយើងប្រើ pointer ហេតុអ្វីយើងប្រើ normal function normal function យើងត្រូវហៅ function ដោយឈ្មោះរបស់វាតែ pointer យើងអាចហៅដោយឈ្មោះ pointer មកប្រើគឺវាងាយស្រួលហើយវានេះវាទទួលវាប្រើ memory តិចជាងប្រើហៅទាំង function ទាំងមូលមកthe function is decided before the program runs នេះវា decide មុនថា function នោះវាចេញតម្លៃប៉ុន្តែ function របស់ pointer របស់យើង you can choose which function to call when program while the program is running យើងអាចផ្លាស់ប្ដូរថា function ហ្នឹងវារត់មិនហើយណាអានេះវាសម្រាប់តែ simple code ទេនៅមួយ function របស់យើង code សាមញ្ញប៉ុន្តែ pointer យើងអាច code ដែលវា flexible វាបត់បែននិងវាស៊ីជម្រៅ code តែវិញឆ្ងាយបាច់វល់រៀងវល់ណាហើយ code ដែលប្រើម្ដងទៀតបានយើងដល់ summary យើងសរុបមក function pointer store the address of the function pointer វារក្សាទុកនៅតម្លៃ address របស់ function មួយទៀតបន្ទាប់មកយើងអាច declare assign pointer របស់យើងចំនួន function របស់ហ្នឹងបន្ទាប់មកវា allow passing function as argument to other function យើងអាចប្រើ function ហើយហៅ function ផ្សេងទៀតមកប្រើក្នុង function មួយហ្នឹងអាហ្នឹងជាចំណុចល្អរបស់ function វា usual សម្រាប់ callback ហ្នឹងហើយយើងប្រើយើងហៅ function ក្នុង function មួយទៀតហើយហ្នឹងហើយហ្នឹងវា program design program ដែលបត់បែនមានការបត់បែនហើយចំណុចមួយទៀតគឺ C callback function ដូចយើងបាននិយាយមុនហ្នឹង C callback ហ្នឹងគឺយើងហៅ function នៅក្នុង argument function នៅក្នុង function ក្នុង argument callback function is a function that is passed as an argument to another function the receiving function can then call it back ញ៉ាយរត់នៅពេលដែលវាត្រូវការរត់ This is a powerful way to make your code flexible and reusable វាបត់បែនហើយនឹងអាចប្រើមកទៀតបានហើយយើងអាចហៅ function ហ្នឹងដើម្បីដំណើរការតាមមិនបាច់ផ្លាស់ប្ដូរនៅចំណុច core របស់វាទេដែលវាហៅថា callback ចំណុចមួយទៀតគឺ symbol callback function នៅក្នុងឧទាហរណ៍នេះយើងមាន say hello function say hello ដែល normal យើង print message say hello មកហើយយើងមាន function callback ដែលទទួល function ដោយជា parameter function នៅក្នុង function ជា parameter យើងមាន void run callback នៅក្នុង parameter របស់វាមាន void pointer របស់យើង pointer របស់ហ្នឹងយើងហៅ callback អាហ្នឹងគេហៅ callback ពេលយើង print មកយើង print before calling the function បន្ទាប់មកយើងហៅ callback មក callback ហ្នឹងគឺ void say hello គឺ function say hello នៅខាងលើបន្ទាប់មកយើង printf after calling the function ពេលយើង run វាមកយើងឃើញវាចេញ before calling the function មកបន្ទាប់មកវាចេញ function say hello ខាងលើ function say hello បន្ទាប់មកវាចេញafter calling the function វាចេញ printf នៅខាងក្រោមយើងមើលឃើញថាវាហៅ function ទាំងមូលមកpointer ហ្នឹងហៅ function ទាំងមូលមកដែលវាជា parameter ដែរមកប្រើក្នុងពាក្យកណ្ដាល function នៅក្នុង function របស់យើងមើលមួយទៀតចំណុចមួយទៀតគឺ callback with parameter ដែលឧទាហរណ៍នេះយើងមាន void add number យើង void បុគ្គលិក print ហើយនឹងបុគ្គលិក book result បុគ្គលិកដែលមាន integer ចំនួន2ដែល void calculate យើងមាន parameter ជាយើងមាន void
parameter pointer របស់យើងដែលទទួលយក integer 2ទទួលយក integer 2ហើយនឹងមាន integer 2មួយទៀតគឺ x និង y ដែល នេះជា pointer integer 1 integer 2មានយើងមើលកន្លែងនេះ add number នេះជា pointer ចូលទៅ function add number pointer នេះ add number នេះជា pointer របស់យើង point ទៅ function add number ប្រហែលនេះ integer x យើង integer y ជាមួយយើងតែ callback pointer ហ្នឹងvoid calculate ហ្នឹងវាមាន callback pointer pointer callback យើងវាមាន x និង y ដែល integer 2 callback ហ្នឹងវាយក integer 2 integer 2 ហ្នឹងស្មើ callback ហ្នឹងវាស្មើនឹង integer a និងb ហើយបូកចូលគ្នាទៅ5 + 3 ស្មើ 8 Here calculate receive function and add two number then call the function in this case add number with those function as argument តែ callback pointer ហ្នឹងវាយក integer 2 x និង y integer 2វាមិនកំណត់តែ integer ហ្នឹងជាអីក៏បានអីនេះ x និង y មានបញ្ចូល x និង y មកវាដូចនឹង ab ទៅពេលយើង calculate មកវាចេញ result មក a បូក b function របស់យើង function add number របស់យើងហៅ function add number integer 2បូកចូលគ្នាយើងចំណុចមួយទៀតគឺ multiple callback យ៉ាង callback មួយដងក៏បានដែរស្រាប់តែយើងមាន create morning example យើងលើមុនយ៉ាងអាចហៅបានក៏បានដែរ callback នេះ depend on which function is passed the program produce different output without changing grid itself with grid ហ្នឹងហើយនឹង parameter ហៅ function មកប្រើហៅ function ក្រៅមកប្រើហ្នឹងវាកំណត់បានទេដល់ហើយcallback function ហ្នឹងយើងហៅ function ផ្សេងប្រើបានយើងអត់គិតដែលមិនផ្លាស់ប្ដូរមុខដើមវាយើងដូរទៅ argument របស់វាfunction ដែលយើងហៅពី pointer មកប្រើខុសតែហ្នឹងទេសរុបមក callback function វាយើងអាច pass function ផ្សេងជា argument ទៅ function មួយទៀតយើងប្រើ function ផ្សេងយើងហៅ function ផ្សេងមកប្រើដោយនៅក្នុង argument របស់ function មួយទៀត It allows one function to call another function without knowing its name in advance យើងអាចហៅ function ផ្សេងមកប្រើដោយមិនដឹងឈ្មោះវាក៏បានដែរដែលយើងមិនប្រើ pointer យើងតាម pointer ដែលយើងមិនដឹងឈ្មោះហើយយើងហៅ function ហ្នឹងមកប្រើពេលក្រោយហើយវា more flexible និង reusable យើងប្រើទៅមកវាអត់បានកំណត់យើងប្រើបានដងបានវាបត់តែវាងាយស្រួលប្រើ callback function ហើយវាប្រើ standard library ដូចជា qsort ជាដើមចូលដល់មួយទៀតគឺ C structure C structure នេះវាងាយស្រួលទេវាងាយស្រួលមើលC structure ហ្នឹងជាបណ្ដុំនៃ member គ្រប់ variable នៅក្នុងបណ្ដុំគ្រប់ variable តែវាមានmember របស់វាអាចជា data type ផ្សេងគ្នាដែលវា similar ដូចជាមានឧទាហរណ៍យើងមាន structure cell មួយតែ cell ហ្នឹងយើងមានឈ្មោះយើងមាន page យើងមានអាយុហើយមានរៀនឋានៈណា structure ហ្នឹងយើងបណ្ដុំគ្រប់ដែលមានតំណែងវាតកតងគ្នាយើងបង្កើត structure ហើយយើងអាចវាអត់ដូច array ទេ array data type តែមួយតែ structure member របស់ structure data type ផ្សេងគ្នាបានហើយរបៀបបង្កើត structure យើងអាចបង្កើតដោយផ្ដើមដោយពាក្យ struct ហើយនឹងឈ្មោះរបស់ structure បន្តមក member យើងមានអីក៏បានដែរមាន data type ផ្សេងគ្នា variable បន្តមកយើងបញ្ចប់
ហើយបិទគ្រាបវិញហើយនឹងជាមួយនឹង semicolon ដើម្បីយើងទាញ structure មកប្រើយើងត្រូវភ្ជាប់ជាមួយនឹងឈ្មោះចាប់ដើមជាមួយនឹង struct ទៅមកឈ្មោះ structure ទៅមកហើយ variable របស់ structure ហ្នឹងវាជាអីគេហើយឈ្មោះ variable មួយទៀតនេះជាឧទាហរណ៍របៀបប្រើ structure ជាមាន structure មួយដែលមាន structure ឈ្មោះ my structure នៅក្នុងហ្នឹងមាន member my number my num my letter នៅក្នុង main program យើងមានយើងហៅ structure យើងមកប្រើមកមាន struct my structure variable ឈ្មោះ s1 មួយមកតើមកយើងទាញមក s1 ហ្នឹងមានអីគេយើងមាន member របស់យើងគឺ my num និង my letter យើងអាច assign តម្លៃឲ្យ integer របស់យើងត្រូវប្រើនេះឲ្យត្រូវ data type របស់យើងពេល assign value assign តម្លៃរបស់ structure របស់យើងរបស់ variable ពេលយើងហៅមកប្រើយើងត្រូវហៅ variable ឈ្មោះ variable ដែលយើងភ្ជាប់នៅ structure របស់យើងក្នុងករណីយើងតាំង s1 ហើយភ្ជាប់នឹងចុចហើយបន្តមក member ឈ្មោះ member នេះ my num ភ្ជាប់ដល់ my num ស្មើនឹងក្នុងករណីវា my num ហ្នឹងជា integer យើងបញ្ពេញ integer មកលេខ13ក្នុងករណីនេះវា my letter ហ្នឹងជា char ដល់យើងបញ្ឆាយើងក្បៀសb នេះមកតើមកយើង print value មក s1 ស្មើ my num ចេញមកវាចេញតម្លៃមកយើងត្រូវចាំតែយើងត្រូវឲ្យឈ្មោះ variable ពេលយើង access របស់ structure ឈ្មោះ structure ហើយនឹង variable មួយដែលយើងស្រួលប្រើភ្ជាប់នៅចុចមួយមកចុចហើយនឹងទាញ member ទាញឈ្មោះ member មកប្រើចំណុចនេះគឺរបៀប copy structure ឧទាហរណ៍យើងមាន structure s1 ណា variable ឈ្មោះ s1 យើងមាន integer យើងមាន char យើងមាន string មកហើយយើងមាន structure s2 yes copy ហើយដូចគ្នាក៏បានដែរ structure variable s2 ស្មើ s1 ទៅពេលយើង print មកវាដូចតែគ្នាដែរ output វាដូចជាមួយនឹង s1 ដែរពេល print s2 ហើយយើងអាចមកបើយើងចង់ងាយស្រួលយើងអាច modify បានគឺយើងប្រើ structure copy strcpy ហើយជាមួយនឹងបង្កញ្ចក់ structure copy ហ្នឹងយើងអាចជា function មួយយើងអាច copy structure មួយហើយយើងអាចកែបានកែខាងហ្នឹងមានអីគេយើងអាចកែ member បើអានេះយើងអត់ចង់កែទេយើងអាចឲ្យវាស្មើចឹងមកក៏បានតែបើយើងចង់កែ structure មួយយើងប្រើ structure copy តែចំណុចនេះគឺ nested structure ហ្នឹងគឺ structure នៅក្នុង structure មួយទៀតគឺ structure 2ដែលយើងមាន structure owner ហើយមាន member first name និង last name ហើយមួយ structure char យើងមាន character char brand ហើយនឹង integer ជាតើមកយើងប្រើ structure owner ហើយវាទាញ structure owner មកក្នុង structure របស់ char គឺ structure នៅក្នុង structure ហ្នឹងគេហៅ nested structure គឺ structure នៅក្នុង structure ទៅពេលយើងចេញមកពេលយើង output យើងឲ្យតម្លៃយើង assign value វាទៅ structure owner យើងមាន assign first name John ហើយនឹង last name Doe ហើយយើងតាំង structure char មួយ Toyota brand Toyota year 2010ហើយនឹង structure owner person ដែលយើងហៅ owner structure ដែលនៅក្នុង structure char របស់យើង person នេះដែលយើងតាំងពីមុន structure owner person តើមកពេលយើង print មកវាចេញនេះវាចេញខាងលើមុន character brand Toyota 2010 year 2010
ហើយនឹង owner ចេញ nested structure របស់យើងគឺ structure owner របស់យើង owner John Doe ជួយថាមួយទៀតគឺ C union វាដូចតែ structure តែវាខុសត្រង់ C union វា share memory តែមួយទេ structure member វាមាន memory ផ្សេងៗគ្នាតែ union វាមាន memory វាខុសវាដូចគ្នាទាំងអស់ដូច integer មាន 4 bit float វាមាន bit ខុសគ្នាអញ្ចឹងទៅហើយ char មាន member វាមាន memory ខុសគ្នាតែបើ union អាណា memory ធំជាងគេគឺវាយក memory ដូចយើងមាន integer memory របស់ union របស់យើងគឺ4 integer 4 byte ហើយក៏បើយើងមាន data type ដែលមាន memory ដូចជា36ឬអាណាធំជាងគេគឺ union ហ្នឹងវាយក memory ហ្នឹងយើងប្រើ union ហ្នឹងដើម្បីវារក្សា memory វាងាយស្រួលstructure វា C memory ច្រើនតែ union ហ្នឹងវា C memory តិចប៉ុន្តែវាមាន union ហ្នឹងវាប្រើតែវា share memory វា memory តែមួយដើម្បី declare union យើងដូចតែ structure ទេគាត់តែវាពាក្យ union ដែលឈ្មោះ union របស់យើងហើយយើងមាន member ថ្មីយើងហៅ union មកប្រើដូចតែ structure ទេដើម្បី access union យើងអានមកកន្លែងវា important part since all members share the the same memory changing one will affect the others only the last unsigned គឺយើងមើលកន្លែង integer អានេះវាដូច structure ទេក៏វាជា union តែពេលយើងមើលកន្លែងmain code របស់យើង union យើងមក union my union យើងតាំងអ៊ុយ1 minus 1000 តែពេលយើងតាំងមួយទៀតអ៊ុយ1ស្មើ my letter គឺ member របស់មួយទៀតអា member ដែលយើងហៅចុងក្រោយគេវានឹងដំណើរការហើយចុងក្រោយដើមគេវានឹងឥតប្រយោជន៍លើហ្នឹងវានឹងឥតប្រយោជន៍ដោយសារ union វា share memory វាយកតែមួយទេតែពេលយើងprint f មកយើង print my num យើង print លើតែពេលវាចេញមកវាចេញតម្លៃឥតប្រយោជន៍យើងតាំង1000តែពេលវាចេញភ្លាវតែពេលlast assign តម្លៃយើងឲ្យចុងក្រោយរបស់ member union វាចេញតម្លៃនេះតម្លៃពិតតម្លៃយកជាការបានបើចុងក្រោយលើហ្នឹងវាអត់ប្រយោជន៍ទេព្រោះ union វា share memory អានេះជាទំហំរបស់ union គឺវាយកតម្លៃរបស់ member ណាដែលធំជាងគេក្នុងករណីនេះយើងមាន char my string ជាមួយយើងតាំងឲ្យ6 character ចុះជាង36 character 31 byte បើ struct យើងនេះ union វាមាន integer 4ហើយ character 36បើវាជា struct វានឹងយក40 byte ព្រោះ integer 4 character char ហ្នឹង36យើងបូកចូលគ្នា40 byte បើ union វាយកតែ36វាយកអាណាធំជាងគេអាហ្នឹងជា union យើងប្រើ union ដើម្បីរក្សា memory saving memory វាសំខាន់ហើយនឹងវាប្រើ type តែមួយបើយើងចង់ប្រើ union យើងអាចyou need to store different type in the same location អានេះពេលយើងចង់ប្រើ union ប្រើ type ហ្នឹងយើងទាញយកម្ដងមួយអត់ទៅ struct ហើយមួយទៀត C type def ជាអ្វី type def ជាkeyword ជា keyword ដែលប្រើជា new list new name សម្រាប់ type ដែលមានស្រាប់ក្នុងករណីនេះយើងមាន type def float temperature តែពេលយើងហៅយើងមិនចាំ say float temperature today float temperature tomorrow តប៉ែ
យើងសេ temperature យកមកបើយើងប្រើ keyword temp def ចំពោះ function របស់យើងវាងាយស្រួលក្នុងការអានហើយនឹងស្រួលក្នុងការសរសេរនិងរក្សា code Here temperature is another function for float. However, the code is more expensive. It tells us that these numbers are temperatures, not just any floating point number. Function វាចេញដូចតែដែរទេគ្រាន់តែយើងប្រើ type def ហ្នឹងយើងមិនចាំសេ float សេ data type សេ return type ញ៉ៃទៅមកតែមកតែប្រើ type def Why use type def ក៏តែយើងត្រូវប្រើ type def simplify code វាខ្លីវាស្រួលអានវាស្រួលអាន return type name ហើយវា improve clarity វាស្រួលមើលស្រួលកុំឲ្យពិបាកយល់ហើយវាមិនតប៉ែ Good to know in modern C type def is often used together with struct enum and function pointer to keep the code clean and easier to read type def យើងប្រើសម្រាប់ភាគច្រើនយើងគេប្រើជាមួយនឹង structure ដែលយើងរៀនហើយនឹង pointer វាស្រួលអានស្រួលមើលនេះ type def with struct ហើយប្រើ type def with struct ពេលអានេះយើងមើលទៅឲ្យយើងហើយ type def without struct អានេះ structure without type def structure យើងបើយើងប្រើ type def យើងសេធម្មតាយើងសេ structure ខាហើយមាន member របស់យើងហើយបញ្ចប់ដោយ semicolon បិទគ្រាបហើយ semicolon តែបើយើងប្រើជាមួយ type def យើងប្រើ type def យើងសេ type def ពីមុនមកសេ struct យើងមិនដាក់ឈ្មោះ structure របស់យើងទេបើមកបញ្ចប់យកមកយើងសេ member ហើយឈ្មោះរបស់ structure របស់យើងគឺនៅក្រោយវិញខានៅក្រោយវិញស្មើបិទដោយ semicolon ពេលយើងទាញវាមកប្រើទាញ structure នឹងមកប្រើអានេះយើងប្រើដោយ without type def អានេះឧទាហរណ៍ប្រើដោយមិនប្រើ type def គឺខាងលើនេះយើងផ្ដើមដោយ struct តែបើប្រើជាមួយ type def យើងបាច់សេ struct ហ្នឹងមកទេបាច់សេ struct តែយើងសេយកមកសេខា2យើងតាមខា2តាមខ្ញុំអត់ប្រើ type def យើងសេ struct ខា1អានេះវាបើយើងប្រើ type def វាខ្លីវាស្រួលអានស្រួលមើលជាងចំណុចមួយទៀត struct padding នឹងជាអីគេ struct padding ហ្នឹងវាខ្លះ compiler វា time bit time byte ចូលក្នុង structure របស់យើងពេលខ្លះយើងអានទៅយើងគិតថានេះវាដូច memory នេះវាតិចទេទៅពេលយើងprint size of អីផ្សេងមកprint តន័យ memory មកវាចេញលើសពីការគិតរបស់យើងអាហ្នឹងដោយសារ CPU ហ្នឹងវា type def ហ្នឹងវាបន្ថែមមិនមែន type def padding ហ្នឹងវាបន្ថែម bit ដើម្បីឲ្យ program យើងរត់លឿននៅក្នុងកុំព្យូទ័រដោយសារពី CPU ខ្លះវាអាន data វាមានប្រសិទ្ធភាពពេលវា align វាថែមនេះ time byte ដើម្បីឲ្យវា align ក្នុង memory ហើយវាឲ្យកុំព្យូទ័រហ្នឹងវារត់លឿនជាងមុនបើនិយាយខ្លី padding means the compiler sometimes add empty space inside a struct to keep things run fast and properly aligned in memory វារត់វាថែមempty space វាថែម memory ទៅក្នុង structure របស់យើងដើម្បីឲ្យ structure របស់យើងវា align ទៅជាមួយនឹង memory ឧទាហរណ៍នេះយើងមាន structure របស់យើងមាន character A B C ដែល character A integer B C បើយើងគិតថាវាមានតែ6 byte ពេលយើង print size of print ទំហំមកវាចេញ12វិញវាលើសគឺនេះ struct padding ហ្នឹងវាថែមដើម្បីវា align ជាមួយនឹង memory របស់យើង
យើងកាត់ឲ្យវាកាត់ឲ្យវា time byte ដោយសារដើម្បីឲ្យ memory CPU ហ្នឹងអានវាលឿនគឺ align ខ្ញុំនិយាយថាគឺ align សរុបសេចក្តីមកគឺ structure struct member align based on data type size structure padding នឹងវា member នឹងវា align auto ដើម្បីឲ្យalign based on their data type វា align វាឲ្យស្របគ្នាជាមួយនឹង data type ដើម្បី compiler ហ្នឹងវា add padding byte ដើម្បី align data ឲ្យវាស្មើគ្នាដើម្បីវា run smooth total struct size is often larger than the sum of its member ដោយសារពេលខ្លះmemory របស់ structure យើងវាធំជាង member ដោយសារហ្នឹង structure pairing alignment pairing យើងអាច reorder member ដើម្បីរក្សា memory của mình ហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅមេរៀនក្រោយ